លោកពូទីនយល់ព្រមឈប់វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល30ថ្ងៃតែមិនទទួលយកបទច្បាញ់ពេញលេញនៅអ៊ុយក្រែនប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀពូទីនកាលពីថ្ងៃអង្គារទី18ខែមីនាបានយល់ព្រមបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនជាបណ្ដោះអាសន្នតែមិនទទួលបានយកបទច្បាញ់ពេញលេញមួយរយៈពេល30ថ្ងៃដែលលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំសង្ឃឹមថានឹងក្លាយជាជំហានដំបូងដើម្បីឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍មួយនោះឡើយនេះបើតាមការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អ៊ុយក្រែនបាននិយាយថាខ្លួននឹងគាំទ្រដល់បទច្បាញ់មិនពេញលេញខាងលើដែលនឹងតម្រូវឲ្យរុស្ស៊ីនិងអ៊ុយក្រែនបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលគ្នាទៅវិញទៅមករយៈពេល1ខែក្រុមអ្នកជំនាញយល់ថាលោកពូទីនមិនព្រមទទួលយកបទច្បាញ់ពេញលេញរយៈពេល30ថ្ងៃស្នើឡើងដោយសហរដ្ឋអាមេរិកគឺអាចចេតនាមួយក្នុងការកេងចំណេញពេលវេលាក្នុងពេលដែលកងទ័ពរុស្ស៊ីកំពុងមានភាពរីកចម្រើននៅតំបន់ភាគខាងកើតអ៊ុយក្រែនសេតវិមានក៏បានឲ្យដឹងដែរថាកិច្ចចរចាស្តីពីផែនការសន្តិភាពនឹងត្រូវចាប់ផ្ដើមភ្លាមបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកត្រាំនិងលោកពូទីនកាលពីថ្ងៃអង្គារតែមិនទាន់ច្បាស់ទេថាកិច្ចចរចាទាំងនេះនឹងមានវត្តមានអ៊ុយក្រែនចូលរួមដែរឬក៏យ៉ាងណានោះទេចំណែកវិមានក្រឹមឡាំងបាននិយាយថាលោកពូទីនបានចេញបញ្ជាឲ្យយោធារុស្ស៊ីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនក្រោយឈានដល់ការឯកភាពគ្នាជាមួយលោកត្រាំប៉ុន្តែព្រមពេលជាមួយគ្នាវិមានក្រឹមឡាំងបានលើកឡើងពីការព្រួយបារម្ភពីបទឈប់បាញ់បណ្ដោះអាសន្នមួយនឹងអាចអនុញ្ញាតឲ្យអ៊ុយក្រែនបំពាក់អាវុធឡើងវិញនិងកេណ្ឌកងទ័ពបន្ថែមហើយថែមទាំងសង្កត់ធ្ងន់ពីសំណើរបស់លោកពូទីនដែលទាមទារឲ្យមានការបញ្ឈប់ការផ្ដោតជំនួយយោធានិងព័ត៌មានស៊ើបការណ៍សម្ងាត់សម្រាប់អ៊ុយក្រែនផងដែរ